Ok សួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅមើលប្រុសការងារមួយចំនួនដែលទាក់ទងជាមួយរដ្ឋបាលអញ្ចឹងយើងចូលទៅបងធំអញ្ចឹងតមកយើងលើកពាក្យថា admin and supervisor តមកយើងរកពាក្យថានេះក៏ត្រូវតែទេ admin supervisor មានពាក្យទី admin admin business administration តែយើងមើលនៅនេះមានគេដាក់គេ sales គេមានបោះផ្សេងផ្សេង admin finance and admin officer HR officer យើងមើលទៅមុនហើយ admin and HRមានអូខេឥឡូវយើងមើលបោះនេះក្នុងមានច្រើនដែរតែយើងមើលបោះនេះមក admin and HR អូខេនៅក្នុងបោះនេះគឺជាជ្រើសរើសសម្រាប់បម្រើការងារនៅក្រុមហ៊ុននេះហើយតោះនេះគឺសម្រាប់មាន2នេះ1នេះ2ហើយយើងមើលតែ admin ទេចឹងនៅក្នុងប៉ុស្តិ៍នេះគឺតម្រូវការរបស់គេ expectation របស់គេខ្ញុំសូម zoom ឲ្យធំបន្តិចដើម្បីស្រួលមើលជាងប៉ុស្តិ៍នេះគេត្រូវការបុគ្គលិកវាមានដាក់ចំនួនប្រមាណនេះប៉ុន្តែគេត្រូវការបុគ្គលិកដែលកាន់តួនាទី HR និង admin នៅក្នុងប៉ុស្តិ៍នេះធ្វើការនៅភ្នំពេញធ្វើការពេញម៉ោងពីម៉ោង8ម៉ោងនិយាយចេះទៅខែចរចាហើយនៅក្នុងនេះមាន expectation duty responsible ហ្នឹងគឺការរំពឹងទុកពីតួនាទីនេះតើcandidate ឬក៏អ្នកដែលដាក់ហ្នឹងគាត់ត្រូវមានសមត្ថភាពអីខ្លះទី1 provide excellent HR admin in line with the standard procedure and best practice អូខេចឹងតកតងជាមួយកន្លែងនេះគឺគេរំពឹងថាអ្នកដែលចូលធ្វើការអាចដល់នៅការធ្វើការរដ្ឋបាលឬក៏ធនធានមនុស្សហ្នឹងត្រូវជាមួយស្តង់ដារមានគោលការណ៍ឬក៏មាននីតិវិធីហ្នឹងមើលទៅស្តង់ដារដោយអនុវត្តទៅតាមនីតិវិធីដែលអង្គភាពឬក៏ដែលក្រុមហ៊ុនផ្សេងៗគេមានមិនគឺអ្នកដែលមកកាន់តួនាទីនេះគួរតែ propose ឲ្យមានជានីតិវិធីឬក៏គោលការណ៍ក្នុងចំណុចនេះមានន័យថាគាត់ត្រូវចេះ admin និង HR policy គោលការណ៍របស់ធនធានមនុស្សហើយនិងរដ្ឋបាលអញ្ចឹងនៅពេលដែលគាត់ចូលទៅធ្វើការកន្លែងណាដែលមានគាត់ទៅpropose ឲ្យមានហើយជាមួយនឹងស្តង់ដារដែលវាឆ្លុះបញ្ចាំងពីការអនុវត្តណាអនុវត្តជាក់ស្ដែងអូខេទី2 run the payroll and administers all benefits accurate and one time កន្លែងនេះគឺកាន់ payroll សម្រាប់បុគ្គលិក
រៀងរាល់ខែគាត់ត្រូវមើលការគាត់ត្រូវ release payroll ដល់បុគ្គលិកត្រូវមើលថាបុគ្គលិកណាចេញបុគ្គលិកណាចូលមាន document គ្រប់គ្រាន់ហើយឬនៅហើយការ calculate ត្រឹមត្រូវ okay act as the first point of context in HR team answering resolving sorting queries ឡើយនេះអត់អីទេអត់ជា technical task អីទេគាត់ជាមនុស្សម្នាក់ដែលគេត្រូវទៅរកអញ្ចឹងនៅក្នុងហ្នឹងគាត់ជាមនុស្សម្នាក់ដែលគេអាចសួរនាំទាក់ទងនឹងការងារ HR ហើយនឹងការងាររដ្ឋបាលអត់មានការងារនេះគាត់ថាចាំឆ្លើយតបអូខេចំណុចបន្តទៀតទាក់ទង support of head of HR with people relation projects and deliverables កន្លែងនេះគ្រាន់តែជាការជួយអ្នកដឹកនាំនៅខាងលើជួយ manager និយាយទៅហើយនៅក្នុងនេះពួកគាត់ head of HR អញ្ចឹងគាត់ជួយបើសិនជា head of HR សូមមកជួយអីមួយគាត់ត្រូវជួយ head of HR ជាមួយនឹងគម្រោងផ្សេងៗទៀតដោយធ្វើការជាមួយគម្រោងផ្សេងៗទៀតដើម្បីឲ្យការងារឬក៏អ្វីដែល head of HR ស្នើសុំហ្នឹងគាត់អាចធ្វើការងារបានឬក៏ប្រមូលព័ត៌មានបាន take responsibility for own personal development in line with the grid performance objective and develop plan បាទនេះមានន័យថាទំនួលខុសត្រូវអភិវឌ្ឍផ្ទាល់ខ្លួនបាទ personal development បាទមានន័យថាកន្លែងខ្ញុំមិនសូវច្បាស់ទេ personnel ឬក៏ personal កន្លែងនេះគឺបើសិនជាគាត់និយាយថា personal មានន័យថា personal មានន័យផ្ទាល់ខ្លួនគាត់អញ្ចឹងមានទំនួលខុសត្រូវការអភិវឌ្ឍផ្ទាល់ជំនាញផ្ទាល់ខ្លួនរបស់គាត់ជាមួយនឹងឲ្យត្រូវជាមួយនឹងអ្វីដែលជាតម្រូវការនៅកន្លែងការងារដើម្បីឲ្យការងារដែលដាក់ទៅហ្នឹងគាត់អាចធ្វើបានប៉ុន្តែបើនិយាយថា take own responsible នេះមានន័យថាគេហៅថាគេឲ្យធ្វើទិន្នន័យមួយដែលប្រើ software មួយក្នុងករណីបែបហ្នឹងគាត់ត្រូវចេះ software ហ្នឹងអញ្ចឹងសំណួរសួរថាតើគាត់ត្រូវទៅរៀនហើយប្រើលុយខ្លួនឯងឬក៏យ៉ាងម៉េចនេះតើបើសិននិយាយថា take responsibility នេះអាចថាគាត់មានទំនួលខុសត្រូវមើលខ្លួនឯងហើយទៅអនុវត្តទៅរៀនទៅមើលវគ្គសិក្សាផ្សេងៗរៀនឲ្យត្រូវជំនាញដែលគាត់ត្រូវបំពេញហ្នឹងរៀនខ្លួនឯងប្រើលុយខ្លួនឯងដើម្បីយកមកបំរើការងារឲ្យត្រូវជាមួយនឹងអ្វីដែលជាទំនួលខុសត្រូវរបស់គាត់នៅក្នុង JD ហើយកន្លែងនេះវាដូចជាអត់ទៅ make sense តិចប៉ុន្តែអ្វីដែលខ្ញុំយល់អ្វីដែលខ្ញុំយល់ប៉ុន្តែបើសិនជាមានការបកស្រាយមួយទៀតមានន័យថាគាត់ត្រូវមានទំនួលខុសត្រូវក្នុងការមើលខ្លួនឯងថាខ្វះខាតអីគាត់ស្នើសុំក្រុមហ៊ុនដើម្បីរៀនបាទអញ្ចឹងមានការបកស្រាយផ្សេងៗគ្នាគាត់សរសេរអញ្ចឹងអាចថាផ្ទាល់ខ្លួនច្រើនជាងតែខ្ញុំអត់ទៅបកស្រាយវាឆ្ងាយទេគាត់ថាអត្ថន័យវាពីរអញ្ចឹងណាអូខេបើសិនជាអ្នកជាប់ការងារហ្នឹងអាច clarify ផ្នែកអូខេ prepare recruitment request prepare recruitment request មានន័យថាគាត់ជាអ្នកដែលរៀបចំស្នើសុំបុគ្គលិករើសបុគ្គលិកទី2 prepare job description prepare job description មានឲ្យគាត់ជាអ្នករៀបចំការងារពីពណ៌នាការងារនៅកន្លែងនេះដូចជាបន្តិចដូចជាប្រាស់តិចចង់និយាយថាបើសិនជាគាត់ជា project manager បើសិនជាគាត់ GHR admin and HR អញ្ចឹងគាត់ច្បាស់ជាអត់ដឹងរឿង project អត់ដឹងរឿងគម្រោងអញ្ចឹងច្បាស់ជាគាត់ពិបាកក្នុងការសរសេរ job description ទៅពេលយើងនិយាយថា prepare job description គាត់ត្រូវធ្វើ
job description តែបើសិនជាគាត់អាចថានិយាយ collaborate with hiring managers ដើម្បី develop ហ្នឹងបាននឹងមានន័យថាគាត់អត់ទៅធ្វើទេមានន័យគាត់ collaborate ក៏សហការជាមួយនឹងអ្នករើសដើម្បី release a job description តែបើសិនសេចេះមានន័យគាត់ទៅ handle អូខេហើយមួយទៀតតើតើខ្ញុំនៅ prepare job announcement prepare job announcement អត់អីទេមានន័យថាគាត់ទទួលបានព័ត៌មាន job description ហើយគាត់ release ទៅagency ផ្សេង public agency private agency ឬក៏ social agency ណាមួយដែលចង់បាន prepare interviews arrangement នេះក៏អីដែរតែបើកន្លែងនេះមិនទៅសម្រាប់ខ្ញុំគិតថាមិនគួរដាក់ interview arrangement ទេអានេះគួរដាក់ថា recruitment process prepare or monitors recruitment process មានន័យថាគាត់បាទអាចថាដាក់ interview វារំលង writing test ឬក៏ short list ចឹងណាអ្វីដែលខ្ញុំយល់ឃើញចឹងហើយ interview មានន័យយើងបាន candidate ហើយចឹងគាត់អត់ចូលរួម short list ទេចឹង interview តែម្ដង prepare interview report បាទនេះអាចថាចូលនៅក្នុងជា technical skill តិចតាក់ទងជាមួយនឹង interviews report matrix ចឹងការងារទាំងអស់នេះទាមទារគាត់លុបចូលទៅក្នុងការ interview យល់ដឹងពីនីតិវិធីនៃការ interview provide score ដូចជាផ្ដល់ពិន្ទុដូចជាធ្វើការជាមួយ hiring manager ឬក៏ committee គណៈកម្មការណាដើម្បី prepare interview report prepare check reference check នេះសួរ reference check prepare offer letters ប៉ុន្តែនេះស្ថានភាពdirect ច្រើនគេ prepare employee contracts នៃការងារ HR អញ្ចឹងសរុបមកវិញការងារបុគ្គលអ្នកដែលធ្វើនៅខាងនេះគឺភាគច្រើនការងារ direct ច្រើនគាត់ត្រូវធ្វើការងារច្រើនហើយត្រូវធ្វើការនៅលើ paper ហើយនឹងជាមួយមនុស្ស cross ជាមួយ unit ផ្សេងៗដែលគេរកបុគ្គលិកចាំគួរសម require skills qualification experience ក្នុងហ្នឹងអ្វីដែលក្រុមហ៊ុនដែលកំពុងរើសទៅការ candidate ទី1គាត់ត្រូវចេះ be a role model ជាអ្នកដែលជាគំរូ ambassadors for the great experience បាទក្រុមហ៊ុនគេជាគំរូហើយជាអ្នកដែលទូតតំណាងសម្រាប់ក្រុមហ៊ុនគេ carry out all administration relating to employees life cycle ទីមួយគាត់ត្រូវតែជាមនុស្សដែលយល់ដឹងអំពីផ្នែករដ្ឋបាលជាប់ពាក់ព័ន្ធជាមួយនឹងបុគ្គលិកទាំងអស់ដែលរួមការងាររដ្ឋបាលគាត់ត្រូវយល់តាំងពី1ដល់10មកណា ensure accurate ត្រូវប្រកាសថាត្រឹមត្រូវច្បាស់លាស់ត្រឹមត្រូវ efficiency and timely delivery មានប្រសិទ្ធភាពនិងទាន់ពេលវេលា create and maintain talent គាត់ជាមនុស្សដែលអាចបង្កើតនៅទម្រង់ឬក៏ឆ្នៃទម្រង់អីផ្សេងដែលកំពុងមានស្រាប់កែទម្រង់ដែលមានស្រាប់ឬក៏នីតិវិធីឬក៏ដំណើរការ to ensure the commercial best practice approach wisely streamline and maximize efficiency អានេះខ្ញុំមិនសូវជាយល់ប្រមាណដែរប៉ុន្តែជា overall គឺ
គាត់ត្រូវតែជាមនុស្សដែលអាចបង្កើតទម្រង់ផ្សេងៗឬក៏មើលទម្រង់ចាស់អាច customize អាចកែតម្រូវនីតិវិធីផ្សេងៗដែលមានកែតម្រូវខ្លះដើម្បីឲ្យវាស្របជាមួយនឹងបរិបទនៃការងារដែលគាត់កំពុងធ្វើហើយវាជួយឲ្យការងារកាន់តែល្អប្រសើរអូខេអ្វីដែលខ្ញុំយល់ចំណុចនេះវាផ្សេងចេញពីឡើងបាក់យល់ដែរ act as the first point outer context នេះដូចជាលើដែរតែបទកន្លែងនេះគួរតែសរសេរគាត់ជាមនុស្សមានសញ្ញាបត្រឬក៏អត់ចឹងមានបទពិសោធន៍ប្រហែលឆ្នាំនៅក្នុងរដ្ឋបាលគាត់ជាមនុស្សដែល honest ជំនួសដល់នីតិវិធីឯផ្សេង provide data report and analyze គាត់ជាមនុស្សដែលធ្វើការជាមួយ data analyze ឆ្នាំពីឆ្នាំចឹងជា overall survey ដែលខ្ញុំបានអានខ្ញុំយល់ប៉ុណ្ណឹងចឹងជា overall អ្នកនរគ្នាអាច apply បានអ្វីដែលខ្ញុំអាចជួយបានគាត់ថា explain ដើម្បីឲ្យយល់ហើយអាចពិចារណាឬក៏ដាក់តាមការគួរចឹងប្រខែ negotiate ធ្វើការនៅក្នុងពេញធ្វើការពេញមកបាទអរគុណច្រើនហើយជួបគ្នានៅ mission ក្រោយទៀត